រត់ដងធ្វើនំលាយជាមួយនឹងពណ៌ធម្មតាតែប៉ុន្តែថ្ងៃនេះវិញយកទឹកឡឹកតើយមកលាយជាមួយម្សៅម្ដងបងប្អូនគឺថាសាច់នំរបស់យើងពណ៌ស្អាតហើយប៉ះជាមួយនឹងស្នូលជាពេទ្យស្នូលពងមាន់ឬក៏ស្នូលពងទាអញ្ចឹងអូគឺថាញ៉ាំឆ្ងាញ់មែនតើបងប្អូនប៉ះជាមួយនឹងសាច់នំបែបរៀងទន់ស្វិតអញ្ចឹងហើយក៏ស្នូលរបស់យើងបែបរៀងខាប់ផ្អែមនឹងអូគឺថាញ៉ាំទៅល្មួតខ្ទិះឆ្ងាញ់ពេញមាត់ហ្មងចំណែកវិធីធ្វើវិញគឺខ្ញុំមកធ្វើផ្នែកគ្រឿងស្នូលសិនខ្ញុំដាក់ពងទាផ្នែកក្រហមចំនួន2គ្រាប់ឬក៏បងប្អូនអាចចំនួនឲ្យពងមាន់បានដូចគ្នាដែរខ្ញុំបានបន្ថែមអំបិលបន្តិចស្ករស30ក្រាមហើយនឹងក្លិនវ៉ានីឡាបន្តិចដែរដើម្បីឲ្យគ្រឿងស្នូលរបស់យើងនឹងវាមានក្លិនកាន់តែឈ្ងុយទៀតខ្ញុំកូរឲ្យស្ករសជាមួយពងមាន់នឹងវាចូលសព្វគ្នាបន្តិចទៅបានខ្ញុំយកម្សៅមកលាយម្សៅគឺខ្ញុំប្រើម្សៅពោតចំនួន10ក្រាមម្សៅពោតបងប្អូនអាចចំនួនឲ្យម្សៅមីឬក៏ម្សៅនំខេកអីក៏បានដែរហើយយើងកូរឲ្យម្សៅជាមួយនឹងពងមាន់ហ្នឹងវាស្មើសាច់គ្នាបន្តិចទៅខ្ញុំទុកទៅមួយឡែកចំពោះទឹកដោះគោខ្ញុំប្រើទឹកដោះគោស្រស់បងប្អូនអាចដាក់ទឹកដោះគោឆៅក៏បានដែរហើយយើងយកមកកម្ដៅបែបនេះបើកភ្លើងតិចទេកម្ដៅឲ្យទឹកដោះគោហ្នឹងក្ដៅអ៊ុនយើងយកមកចាក់ចូលពងមាន់ហើយយើងកូរឲ្យស្ករសជាមួយម្សៅហ្នឹងវារលាយសព្វសិនបាទខ្ញុំយកគ្រឿងស្នូលទាំងអស់ហ្នឹងទៅកូរលើភ្លើងម្ដងខ្ញុំចាក់ចូលក្នុងខ្ទះបែបហ្នឹងទៅហើយយើងបើកភ្លើងតិចទេបងប្អូនហើយយើងបន្តកូរអញ្ចឹងរហូតហ្មងកូរតតែគ្រឿងស្នូលហ្នឹងវាឡើងខាប់ថ្លាអញ្ចឹងប៉ុណ្ណឹងគឺឆ្អិននៃខ្ញុំដួសមកដាក់កូនចានហើយយើងយកថង់មកគ្របវាបែបនេះបងប្អូនដាក់ចូលទូទឹកកកជាន់កកយើងទុកឲ្យគ្រឿងស្នូលហ្នឹងវារៀងរឹងទៅយើងងាយស្រួលពីខ្ចប់ជាមួយម្សៅចំណែកសបកម្សៅនេះវិញគឺខ្ញុំដាក់ទឹកលឹកតើយចំនួន100មីលីលីត្រស្ករស30ក្រាមអំបិលបន្តិចហើយនឹងមេនំប៉័ងចំនួន2ក្រាមខ្ញុំកូរគ្រឿងផ្នែកទឹកហ្នឹងឲ្យស្ករសវារលាយសព្វសិនបានខ្ញុំផ្អាប់ទឹកមេនំប៉័ងហ្នឹងប្រហែលជា4ទៅ5នាទីបន្ទាប់ពីបាន4ទៅ5នាទីមកខ្ញុំកូរទឹកមេនំប៉័ងហ្នឹងម្ដងទៀតហើយយើងយកម្សៅមកលាយម្សៅគឺខ្ញុំប្រើម្សៅនំប៉័ងចំនួន1ខាំ7ម្សៅនំប៉័ងនេះបងប្អូនអាចចំនួនឲ្យម្សៅមីបានដូចគ្នាដែរអត់អីទេហើយខ្ញុំបានបន្ថែមប្រេងឆា1ល្ព្រាបាយប្រេងឆាបងប្អូនចង់ដាក់ជាប្រភេទប្រេងអូលីវឬក៏អាចចំនួនឲ្យប៊ឺសាបក៏បានដែរហើយខ្ញុំច្របាច់ម្សៅនេះឲ្យបាន8នាទីទៅ10នាទីហើយយើងរៀបចំម្សៅនឹងជាដុំមួយស្អាតចឹងមកខ្ញុំដូរចានបងប្អូនខ្ញុំដាក់ចានរៀងតូចបន្តិចយើងយកចានស្អាតមួយមកគ្របដាក់ផ្អាប់វាចោលប្រហែលជា1ម៉ោងទៅ2ម៉ោងយើងផ្អាប់រហូតតតែម្សៅនឹងវាឡើងទំហំគុណនឹង2ប៉ុណ្ណេះមកគឺបានហើយខ្ញុំរៀបចំម្សៅនឹងបងប្អូនយើងច្របាច់ម្សៅនឹងម្ដងទៀតទៅឲ្យវាចេញខ្យល់ឲ្យអស់ហើយខ្ញុំយកម្សៅមួយដុំធំហ្នឹងមកកាត់ធ្វើនំបានប្រហែលជា4ទៅ5នំភ្លេចបញ្ជាក់ចំពោះម្សៅដែលយើងរោយនៅលើដុំម្សៅហ្នឹងបងប្អូនអាចប្រើម្សៅនំប៉័ងក៏បានដែរបងប្អូនយកម្សៅនំប៉័ងមកលាយយើងអាចរោយជាមួយម្សៅនំប៉័ងទៅបើសិនជាយើងលាយជាមួយម្សៅមីបងប្អូនអាចរោយជាមួយម្សៅមីនៅលើដុំម្សៅហ្នឹងដើម្បីកុំឲ្យពេលដែលយើងកាត់ឬក៏យើងបត់ម្សៅហ្នឹងចូលគ្នាទៅកុំឲ្យវាស្អិតជាប់ដៃខ្លាំងអញ្ចឹងណាហើយយើងយកម្សៅហ្នឹងមកកាត់ឲ្យបាន5ទៅ6ដុំបែបនេះទៅខ្ញុំទុកទៅម្លែកសិនខ្ញុំមករៀបចំគ្រឿងស្នូលចំពោះគ្រឿងស្នូលនេះខ្ញុំទុកបានតែមួយផ្លែទេបងប្អូនទុកបានប្រហែលជា10នាទីទៅ15នាទីអីទេឲ្យតែវារៀងរឹងមកល្មមប៉ុណ្ណឹងមកគឺបានហើយបងប្អូនដែរអត់មានទូទឹកកកទេយើងទុកនៅក្រៅក៏បានដែរគ្រាន់ថាសាច់គ្រឿងស្នូលរបស់យើងវារៀងទន់អញ្ចឹងពេលដែលយើងខ្ចប់ពិបាកវាខ្ចប់បន្តិចដែរបន្ទាប់ពីខ្ញុំបានរៀបចំម្សៅហើយនឹងគ្រឿងស្នូលអញ្ចឹងហើយយើងយកមកពីខ្ចប់បែបនេះពេលដែលយើងសកត់ម្សៅមួយដុំតូចនឹងរៀងស្តើងមកល្មមហើយបងប្អូនកុំភ្លេចសកត់ជាយម្សៅបន្តិចផងដើម្បីឲ្យជាយម្សៅនឹងវាស្តើងអញ្ចឹងយើងខ្ចប់បែបនេះទៅវាអត់សូវសល់ម្សៅផ្នែកខាងក្រោមនឹងច្រើនសម្រាប់ម៉ូតនំវិញមិនជាពិបាកធ្វើទេបងប្អូនគឺខ្ញុំវិចចាប់មូលធម្មតាបែបនេះទេបងប្អូនចង់ច្នៃធ្វើម៉ូតរៀងទៅវែងអីក៏បានដែរចំពោះខ្ញុំធ្វើបែបនេះវាលឿនដែរបងប្អូនកុំឲ្យញ៉ៃច្រើនហើយខ្ញុំបន្តពីខ្ចប់អញ្ចឹងរហូតតទៅអស់ម្សៅហើយនឹងគ្រឿងស្នូលហ្នឹងទៅគឺរួចរាល់ហើយសម្រាប់សាច់នំដែរបងប្អូនអ្នកសើចូលចិត្តក្លិនទឹកលឹកតើយទេយើងអាចប្រើចំនួនពីទឹកលឹកតើយទៅជាទឹកដោះគោស្រស់ឬក៏ទឹកដោះគោឆៅក៏បានដែរសាច់នំរបស់យើងឆ្ងាញ់ដូចគ្នាហើយនេះគឺខ្ញុំរៀបចំអញ្ចឹងហើយយើងយកមកផ្អាប់វាម្ដងទៀតបងប្អូនយើងគ្របវាចិត្តអញ្ចឹងទៅដាក់ផ្អាប់ចោលប្រហែលជា15នាទីទៅ20នាទី
បន្ទាប់ពីបាន20នាទីមកខ្ញុំដកថង់នឹងចេញមកវិញហើយយើងយកមកចម្អិនសាច់នំនេះបងប្អូនចង់យកទៅដុតជាមួយម៉ាស៊ីនដុតនំម៉ាស៊ីន air fry ក៏បានដែរឬក៏បងប្អូនអាចយកទៅចំហុយបានដូចគ្នាដែរសម្រាប់ខ្ញុំគឺយកមកចម្អិនឬក៏យកមកដុតជាមួយនឹងខ្ទះបែបនេះក៏ងាយស្រួលមួយយ៉ាងបងប្អូនគ្រាន់ថាយើងយកមកដុតជាមួយនឹងខ្ទះអញ្ចឹងគឺចំណាយពេលយូរដោយសារតែយើងប្រើភ្លើងតិចៗអញ្ចឹងហើយយើងចំណាយពេលរៀងយូរដែរខ្ញុំអត់បានកំណត់នាទីថាប្រហែលនាទីឆ្អិនទេយើងមើលតាមជាក់ស្ដែងដែរខ្ញុំរៀបចំសាច់នំអញ្ចឹងហើយនេះបងប្អូនយើងយកកំហបឆ្នាំងមកខោផ្ងោមីចោលប្រហែលជា8ទៅ10នាទីទៅចាំយើងបើកប្រែម្ដងហើយភ្លើងវាវិញគឺបើកភ្លើងតិចខ្លាំងមែនតើបងប្អូនអត់បខំភ្លើងទេតែយើងបើកភ្លើងរៀងខ្លាំងមែនតិចគឺធ្វើឲ្យសាច់នំហ្នឹងឆាប់ខ្លោចណាស់ហើយអាចនឹងខាងក្នុងរបស់វាអត់សូវឆ្អិនអញ្ចឹងយើងបើកភ្លើងផ្ងោវាចោលតិចទៅបានន័យហើយយើងអាសាប្រែត្រឡប់វាដែរដើម្បីឲ្យសាច់នំហ្នឹងវាក្រហមបានទាំងគ្រប់ជ្រុងឆ្វេងស្ដាំមុខក្រោយហ្នឹងឲ្យវាក្រហមស្អាតប៉ុណ្ណឹងមកគឺបានបងប្អូនគឺថាសាច់នំញ៉ាំទៅគឺឈ្ងុយជាមួយនឹងក្លិនទឹកល្តើយហ្នឹងផងហើយយើងញ៉ាំប៉ះជាមួយនឹងស្នូលពងមាន់អញ្ចឹងទៀតគឺថាខ្ទិះពេញមាត់បងប្អូនមានពេលតនេអាចសាក